Chún Ferran Torres là ổn nè, Oka Gaviរបស់រៀបបាទីតែកមួយក្បាលបាទប្រិមិត្តនេះគឺជា11អ្នកដំបូងបាទរបស់ក្រុម FC Barcelona ដែលមានអ្នកចាំទីដៃទី1 Bosses នេះជាមួយនឹងខ្សែការពារ4រូប Jules Koundé Ronaldo Pau Kubasi ជិលនិង Alejandro Balde បម្រើការពារគឺមាន Pedri Frenkie de Jong បម្រើប្រយុទ្ធគឺមាន Ferran Torres Pablo Gavi បាទនិង Lamine Yamal ហើយប្រយុទ្ធស្រួយខាងលើគឺកីឡាករ Robert Lewandowski អានេះគឺជា11អ្នកដំបូងបាទរបស់ក្រុមបាទ Real Betis ដែលមានអ្នកចាំទីដៃទី1 Andren ជាមួយនឹងខ្សែការពារ4រូបគឺកីឡាករ Nathan Magbatra Roman Parot Atto Baraibal Giovanni Lo Celso Sergi Atimaria Johnny Cardozo Cucho Hernandez Pablo Fornal និងកីឡាករបាទ Anthony ពាក់ផ្លាកលេខ7តតែម្ដងប្រិយមិត្តយើងអ្នកគ្នាបាទ Anthony កំពុងតែធ្វើបាបន់ស្រន់បាទបន់ព្រះសាពះទេវតាហើយបាទក៏សូមរំលឹកផងដែរថាការពីជើងទី1បាទ Real Betis គឺស្មើគ្នាជាមួយ Barcelona 2-2 ប៉ុន្តែ Real Betis បានចាញ់ក្រោមធ្វើជារបស់ Barcelona នៅក្នុងពានរង្វាន់ Copa del Rey 5-1 ប៉ុន្តែការនោះគឺមិនទាន់មានវត្តមានរបស់ Anthony នៅឡើយទេបាទអញ្ចឹងចាំមើលតើថ្ងៃនេះបាទ Real Betis អាចសងសឹកបានដែរឬក៏សម្រាប់ការប្រកួតនៅក្នុងក្របខ័ណ្ឌ Copa del Rey ប៉ុន្តែយ៉ាងណាវាជាក្របខ័ណ្ឌ2ផ្សេងគ្នាហើយសម្រាប់3បន្ទុកថ្ងៃនេះប្រិមិត្តយើងបើសិនជា Real Betis ឈ្នះនោះគេនឹងឡើងចំណាត់ថ្នាក់ពីលេខ5លេខ6ទៅលេខ5ប៉ុន្តែយ៉ាងណាមិនទាន់បាទសុវត្ថិភាពទេព្រោះរងចាំការប្រកួតរបស់ Villarreal ផងដែរ Pedri ឲ្យ Yamal Pedri សុទ្ធខ្លួនឯងវិញចឹងឡើងមកវិញចឹងមកបញ្ជូនដល់ណាទៀតសុទ្ធបានសុទ្ធខ្លះហើយបាទជាតិរបស់គេប្រិមិត្តយើងដល់គ្នាបាទយើងមើលទស្សនារូបភាពមកជើងស្ដាំរបស់ Pedri ញាក់ចុះញាក់ឡើងឃើញតំណងម៉ាំងភ្លឹបបាទបរិយាណាត្រូវបាន Andren នេះអ្នកចាំទីដៃទី2នៅបើការដែល Liverpool នេះមកជើងស្ដាំកន្លែងនេះស្អាតណាស់បាទទោះជាមិនចូលក្តៅក៏ឲ្យបាទ8លើ10ដែរប្រិមិត្តយើងបាទពី Pedri Yamal បញ្ជូន Ferran Torres ល្អណាស់ Oka Gavi អ្នកអង្គម្ចាស់ Gavi បន្ទាប់ពីជាពីរបួសឥឡូវនេះមានឱកាសសុទ្ធបំពងសំណាញ់ទីមួយគ្រាប់ហើយបាទដោយប្រើពេលត្រឹមតែ7នាទី10វិនាទីប៉ុណ្ណោះបាទនៅក្នុងការមានឱកាសសុទ្ធបំពងសំណាញ់ទីបើការនៅមុខទៅលើក្រុមភ្ញៀវ Real Betis នេះគឺជាការធ្វើប្រហែសរបស់ Lo Celso Lamine Yamal បោះមកឲ្យ Ferran Torres first touch កន្លែងនេះគឺថាមិន offside ទេបងប្អូនហើយ Baby Shark ថ្ងៃនេះមិនបានសុទ្ធប៉ុន្តែបានអាស៊ីហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺមួយជើងស្ដាំរបស់បែអស់ម្ចាស់ Gavi ថ្ងៃនេះគឺច្បាស់ណាស់ហើយក៏ចេះញាក់ចង្កេះធ្វើឲ្យ Andren នឹងលោតទៅឆ្វេងដៃប៉ុន្តែបាល់នេះបែរជារត់មកស្ដាំទៅវិញបាទគេនៅក្មេងចង្កេះគេនៅល្អបាទគេមិនទាន់ចេះដើរលេងយប់បាទអញ្ចឹងហើយចង្កេះនៅល្អឡើយទេប្រិមិត្តយើងបាទញាក់ឆ្វាច់លោតទៅឆ្វេងទាត់មកស្ដាំផឹង Anthony ញាប់ Anthony បញ្ជូនចូលមកកណ្ដាលល្អណាស់ឱកាសកន្លែងនេះមាននៅឡងសុទ្ធទេបាទបន្តទៅឲ្យមិត្តរួមក្រុម Cucho Hernandez ទាត់ស្ដាំអត់ចំគូដៅទេបាទយើងមកទស្សនារូបភាពកន្លែងនេះបាទ Cucho Hernandez សុទ្ធមកជើងនេះប្រិមិត្តយើងបាល់ចេញពីជ្រុងរបស់ Real Betis តែកមួយក្បាលបានមកគ្រាប់ត្រឡប់មកវិញហើយមិនសឹងតែមិនគួរឲ្យជឿប្រិមិត្តយើងជាមួយនឹងការតែតដ៏ល្អគណៈដែល Bosses នេះនឹងបានលុតទះបាល់ដែរប៉ុន្តែទះមិនទាន់ទេពីខ្សែការពារកីឡាករ Nathan ខ្សែការពារពាក់លេខ6អូហូកាន់តែជូអើយប្រិមិត្តយើងមកទស្សនារូបភាពពីការលើកពី Anthony មកក្បាលនេះប្រិមិត្តយើងចូលមកបន្លោះលើតែម្ដងបាទបើអញ្ចឹង Sexy សង្គ្រោះមិនបានអានេះគឺជាការធ្វើប្រហែសហើយប្រិមិត្តយើងបាល់នេះរត់ពីលើដៃបាទគាត់ទៅដៅអាបាល់ចូលក្នុងឯហ្នឹងបាទគាត់ដៅពីមុខផងនេះប្រិមិត្តយើងបាទអូយមកបន្លោះដៃជាល្អមែនទេប្រិមិត្តយើងក្រោមរបាទីហើយលើមករៀមដៃរបស់ Sexy សៀងឡើងលេងឡើងតលាត់ឲ្យកាត់ចូលអូយតរ៉េថ្ងៃនេះបានអាស៊ីមួយមកនេះអត់មិនទេស្ដាយមែនតើយើងទៅទស្សនារូបភាពឱកាសរបស់តូរ៉េមិនពីការបញ្ជូនដ៏ល្អរបស់ Alejandro Balde ទាត់ជើងស្ដាំការពារជើងឆ្វេងម៉ាំងបុកជើងខ្លួនឯងខុសគ្រូនបណ្ដោយអូយ
ចេញក្រៅឬនៅមិនទាន់ចេញទេទស្សនារូបភាពកន្លែងនេះបាទបុកដួលអូថ្ងៃនេះតំណាប់តំណែងដល់ហើយបាទកាវីបាទអីយ៉ាឱកាសបញ្ជូនបន្តឡាមីនយ៉ាម៉ាល់ថែមទៀតទេអត់ទេឡាមីនយ៉ាម៉ាល់អូចោយ៉ាម៉ាតូតែមកក្បាលឃ្លាចេញអូយដល់កហើយបងប្អូនអើយយ៉ាម៉ាល់ខំណាស់តែនៅមិនទាន់មានសំណាងនេះប្រិមត្តទាំងអស់គ្នាពីការធ្វើប្រហែលរបស់អាន់ដ្រៀនហ្គាវីក៏បញ្ជូនឲ្យយ៉ាម៉ាល់មកជើងដំបូងត្រូវបានសង្គ្រោះពីអ្នកចាំទីជូនកន្លែងនេះបោះស្ដាំល្អណាស់តម្លាក់បន្តិចប៉េទ្រីឈូបន្តទាញមួយពីហ្គាវីផ្ទះស្ដាំជលេសកាំដេឡាមីនយ៉ាម៉ាល់ប៉េទ្រីជលេសកាំដេកាប់កាំដេអូយកណ្ដេអើយល្អណាស់កណ្ដេអូយបើចូលអស់តោះឲ្យកណ្ដេអើយឧបថាពងទៀងកូន20គ្រាប់មកបាល់លាក់អោសាយទេទប់ញាក់មួយទាត់ទៅចំដៃស្វែងរបស់អេនដ្រីនហ្នឹងអូយបងប្អូនស្អាតណាស់អូយដៃឆ្វេងរបស់អាន់ដ្រៀនទះបាល់នេះនៅនឹងថ្កល់ពេលខ្លះស៊ីបាត់តារាងតឹងយ៉ាងលេខ1លេខ2ទៀតអាយ corner 8-1បាទសំណាងអត់8-2បាទរ៉ាពីញ៉ាទៅមុខរ៉ាពីញ៉ាលើកអូយមកស្រូវបងប្អូនមកស្លឹកណាយើងមកទស្សនារូបភាពមកកន្លែងនេះបាល់ចេញទៅខាងក្រៅហើយនេះការទាត់មកជើងឆ្វេងមកបាទល្អមែនទេព្រោះយើងអានត្រៀងកន្លែងនេះចង់ដាច់ចង្កេះដៃហ្នឹងបើចំគោលដៅមិនសូវចូលរ៉ាពីញ៉ាផ្សុតបន្លំលើកបន្លំសុតបាទបោះស្ដាំកន្លែងនេះយ៉ាម៉ាល់អីយយល្អណាស់ទុបបាល់មួយតលាក់កន្លែងនេះក៏វាមកវិញយ៉ាម៉ាល់កឹបយ៉ាម៉ាល់ទៅទៀតយ៉ាម៉ាល់ជន់បាល់ដួលខ្លួនឯងទាត់មកជើងផ្ដាច់ឡើងមកខាងលើតែមកក្បាលកាត់ពីជលីស្កាដេបោះស្ដាំហ្វមីឡូប៉េសមកហើយហ្វមីឡូប៉េសកំពូសុតគ្មានមើលកូនមួយក្បាលអូយទ្រុបទុកឆាំងអត់ចំគោលដៅបាទរ៉ាវិញ្ញាស្រ័យប្រាប់អ្នកគ្រប់ត្រូលដល់ហូរឡើងចូលឥឡូវហើយនេះយើងមកទស្សនារូបភាពមកក្បាលនេះខុសគោលដៅឱកាសអូយអត់អីទេហ្វមីឡូប៉េសអើយចូលមិនដល់ទៅមិនទាន់អត់ដែរលោកអញ្ញាក្រាបលោកកញ្ចាយបញ្ចប់ការប្រកួតលទ្ធផលជាផ្លូវការបាសេឡូណាមិនអាចយកឈ្នះទៅលើរៀលបាទីបានទេសម្រាប់ការប្រកួតនៅក្នុងក្របខ័ណ្ឌឡាលីហ្គានេះរដូវកាលនេះមិនថាជើងទី1មិនថាជើងទី2ធ្វើអីរៀលបាទីបានតែនៅកូប៉ាដារ៉េតែប៉ុណ្្នឹងឯងស្ដាយអាចុងម៉ោងនេះបងប្អូនអើយនេះក៏មានលូប៉េសអូយដាក់ខុសមិនតិចបងប្អូនអើយស្ដាយមែនតើប្រិយមិត្តយើងអ្នកនេះបងឯណាលទ្ធផលគឺថាមិនអាក្រក់ទេប្រិយមិត្តយើងអ្នកនេះទោះបីមិនឈ្នះក៏មិនបានចាញ់អញ្ចឹងហើយលទ្ធផល1-1នេះគឺធ្វើឲ្យបាសេឡូណាមាន67ពិន្ទុដាច់ពិន្ទុទៅលើរៀលម៉ាឌ្រីត4ពិន្ទុដែរបាទប្រិយមិត្តយើងអ្នកនេះអញ្ចឹងអរគុណមែនតើ